ស្ងៀមស្ងាត់គឺល្អបំផុតមិនចាំបាច់សុំឲ្យអ្នកណាយល់ពីអារម្មណ៍និងការជឿចាប់របស់អ្នកឡើយព្រោះបើគេយល់ពីអ្នកមែនទោះបីអ្នកមិននិយាយក៏គេអាចដឹងតែបើគេមិនដឹងគេមិនយល់ទោះអ្នកខំប្រាប់គេបែបណាក៏គេនៅតែមិនយល់ពីអ្នកដដែលមិនចាំបាច់សុំឲ្យអ្នកណាមកនៅក្បែរអ្នកកុំដល់អ្នកនៅពេលដែលអ្នកឯកាឬពិបាកចិត្តនោះឡើយព្រោះការដែលឲ្យគេនៅទាំងគេមិនចង់នៅមុននឹងក្រោយគេគង់តែធុញតែបើអ្នកសំខាន់សម្រាប់គេមែនគេប្រកាសជានៅក្បែរអ្នកទោះបីជាអ្នកដេញគេយ៉ាងណាក៏គេមិនទៅដែរពេលខ្លះបើយើងចេះរក្សាភាពស្ងៀមស្ងាត់នៅជាមួយខ្លួនឯងភាពស្ងប់ស្ងាត់នឹងក្លាយជាកម្លាំងជាធម៌ពលពីខាងក្នុងដែលអាចគុំគ្រងនឹងការពារយើងបានគ្រប់ពេលវេលាជួនកាល